តានឹងមានអ្វីកើតឡើងប្រសិនបើប្រទេសចិនវាយប្រហារយកតៃវ៉ាន់ក្នុងចលនាដ៏ភ្លាមៗមួយចិនប្រកាសផែនការភ្ជាប់យកតៃវ៉ាន់ក្នុងរយៈពេលត្រឹមតែ7ថ្ងៃប៉ុណ្ណោះជំហានដំបូងគឺការផុតជំវិញនិងបិទគប់កោះទាំងស្រុងដើម្បីកាត់ផ្តាច់ការគ្រប់គ្រងពីខាងក្រៅទាំងអស់ពេលវេលាមកដល់ចិនបើកការវាយប្រហារដោយអាវុធពេញកម្លាំងយ៉ាងឆាប់រហ័សបង្កឲ្យតៃវ៉ាន់គ្មានពេលស្នើសុំជំនួយអន្តរជាតិសង្គ្រាមបញ្ចប់យ៉ាងរហ័សហើយចិនចាប់ផ្ដើមបង្កើនការទ្រុបខុងនិងពង្រីកឥទ្ធិពលរបស់ខ្លួនជ្រៅចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកបន្ទាប់មកទើបសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តឆ្លើយតបដោយដាក់សំសុំយ៉ាងតឹងរឹងនិងដាក់ពង្រាយកងកម្លាំងយោធាដើម្បីគ្រប់គ្រងកិច្ចខិតខំយកតៃវ៉ាន់ត្រឡប់មកវិញទោះជាយ៉ាងណាកងទ័ពជើងទឹករបស់ចិនបានត្រៀមខ្លួនរួចរាល់ដើម្បីលេចនាវាសង្គ្រាមណាមួយដែលហ៊ានខិតចូលជិតនៅក្នុងតៃវ៉ាន់ប្រជាពលរដ្ឋចេញមកតាមដងផ្លូវធ្វើបាតុកម្មស្នើសុំជំនួយពីសហគមន៍អន្តរជាតិច្រកសមុទ្រតៃវ៉ាន់คล้ายที่ชื่อអ្វីដែលគេហៅថាហ្គាហ្សាទី2ជាចំណុចក្តៅនៃចំនួនសាកលដ៏តានតឹងនិងអូសបន្លាយយូរ